សម័យខ្មែរក្រហមបានរលំរលាយទៅអស់រយៈពេល35ឆ្នាំហើយរបបនៃអ្នកកាន់អំណាចអាវខ្មៅនោះពិតជាដំណាក់កាលដ៏ខ្មៅងងឹតមួយនៃប្រវត្តិសាស្ត្រកម្ពុជាដែលបានរុញច្រានកម្ពុជាឲ្យធ្លាក់ចុះដល់ចំណុចសូន្យកម្ពុជាបានរួចផុតពីរបបនេះនៅថ្ងៃទី7 ខែមករាឆ្នាំ1979ហើយចាប់ផ្ដើមកសាងប្រទេសកម្ពុជាឡើងវិញដោយចាប់ផ្ដើមពីលេខ0នោះឯងគឺដោយហេតុនេះហើយបានជារដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាតែងតែរំលឹកពីគុណរបស់ខ្លួនដែលបណ្ដេញរបបខ្មែរក្រហមក្រោមជំនួយរបស់វៀតណាមហើយតែងតែប្រៀបធៀបការរីកចម្រើននានានៃប្រទេសកម្ពុជាទៅនឹងសម័យខ្មែរក្រហមនោះតើ35ឆ្នាំក្រោយរបបខ្មែរក្រហមនេះកម្ពុជាល្មមឈប់ប្រៀបធៀបសន្ទុះនៃការរីកចម្រើនរបស់ប្រទេសជាតិទៅនឹងលេខ0នៃរបបខ្មែរក្រហមនោះឬនៅលោកជុនច័ន្ទបុតសូមជូនបទវិភាគមួយអំពីរឿងនេះឪពុកម្ដាយទាំងឡាយតែងប្រដៅកូនចៅឲ្យយកគំរូតាមអ្នកក្រាន់បើអ្នកចេះកសាងខ្លួនឲ្យបានរីកចម្រើនប្រកបការងាររកស៊ីមានភាគតិចណាស់ដែលប្រដៅកូនចៅឲ្យធៀបខ្លួនទៅនឹងជនឃោឃៅឬជនដែលជំរុញប្រទេសជាតិឲ្យធ្លាក់ដល់លេខ0នោះហើយស្ទើរតែគ្មានសោះតែម្ដងដែលស្រែកទាគុណពីកូនចៅម្ដងហើយម្ដងទៀតពីការដែលគាត់ជួយឲ្យបានរស់ធៀបនឹងលេខ0នោះតែទោះជាយ៉ាងណាកូនចៅភាគច្រើនតែងតែដឹងគុណឪពុកម្ដាយជានិច្ចទោះបីជាគាត់បានជួយទំនុកបំរុងឲ្យមានបានប៉ុណ្ណាឬមិនរីកចម្រើនយ៉ាងណាក៏ដោយចុះធ្វើម៉េចបើខំហើយវាមិនទៅមុខរោគដំបូលជ្រោកមិនចង់បានយ៉ាងណាក៏ចេះតែតស៊ូទ្រាំស៊ីអត់ស៊ីឃ្លានជាមួយគ្នាទៅក៏ប៉ុន្តែការស្រែកប្រដៅរបស់មេដឹកនាំនៅកម្ពុជាសប្តាហ៍ថ្ងៃមិនខុសអីពីការស្រែកពពាយនាយលក់ថ្នាំស្រែងរបស់សត្វគីងគក់ឡើយប្រមុខរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃទន្ទឹមនឹងខំបណ្ដុះគំនិតប្រជាពលរដ្ឋឲ្យប្រៀបធៀបទៅនឹងលេខ0នៃរបបខ្មែរក្រហមហើយឲ្យស៊ូរស់ក្នុងស្ថានភាពខ្វះមុខខ្វះក្រោយខ្លួនឯងបែរជានាំគ្នាស្រវាមានស្រវាបានកប់កដោងហាក់មិនគិតដល់ប្រជាពលរដ្ឋដែលក្រលំបាកនៅជុំវិញខ្លួនទាំងអស់សួនច្បារក្នុងក្រុងក៏លក់លុយជំនួយបរទេសក៏លួចឈើក្នុងព្រៃក៏កាប់ដីនៅឯស្រែក៏ហុំព័ទ្ធយកឯដីនៅក្នុងក្រុងវិញបើរឹបអូសយកខ្លួនឯងមិនបានក៏រឹបអូសយកទៅជួលឲ្យឈ្មួញបរទេសទោះជាដីនោះមានប្រជាពលរដ្ឋកំពុងរស់នៅក៏ដោយធ្វើយ៉ាងណាឲ្យតែបានលុយចូលក្នុងហប៉ៅខ្លួនឯងនិងបកពួករបស់ខ្លួនតើអ្នកកាន់អំណាចទាំងនោះបានកាត់បន្ថយការលួបលន់ខ្លះឬក៏ទ្រាំស៊ីអត់ស៊ីឃ្លានជាមួយប្រជាពលរដ្ឋដោយធៀបខ្លួនឯងទៅនឹងការរស់នៅក្រោមរបបលេខ0ខ្មែរក្រហមដែលខ្លួនធ្លាប់ក្រីក្រលំបាកធ្លាប់ធ្វើជាទាហានខ្មែរក្រហមដែរឬទេបើធ្លាប់បានគិតប្រៀបធៀបខ្លួនឯងទៅនឹងលេខ0អ្នកទាំងនោះប្រហែលជាមិននាំគ្នាត្រេកត្រអាលក្នុងការបង្កើតវប្បធម៌បង្អួតឡានវីឡាវប្បធម៌ដណ្ដើមកាន់កាប់ដីរាប់រយរាប់ពាន់ហិកតាមួយខ្លួននិងវប្បធម៌បំផ្លាញសម្បត្តិធម្មជាតិយ៉ាងងងឹលបែបនេះទេនេះគឺជាអ្វីដែលគេមើលឃើញថាកំពុងកើតឡើងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះទោះជាកើតទាន់ឬមិនទាន់របបខ្មែរក្រហមក៏ដោយនរណាក៏ដឹងក៏ឮដែរថាកម្ពុជាធ្លាប់ចាក់ចេញពីចំណុច0ក៏ប៉ុន្តែ35ឆ្នាំកន្លងមកនេះកម្ពុជាបានទទួលការជ្រោមជ្រែងច្រើនណាស់ពីសហគមន៍អន្តរជាតិបើគិតត្រឹមតែពីក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីនៅឆ្នាំ1991មកទល់បច្ចុប្បន្ននេះសហគមន៍អន្តរជាតិបានជួយកម្ពុជាតាមគ្រប់រូបភាពកម្ពុជាលែងចាប់ផ្ដើមពីបាតដៃទៅទេឬពីលេខ0ទៀតហើយជាង20ឆ្នាំហើយដែលក្រមប្រទេសអ្នកផ្ដល់ជំនួយដល់កម្ពុជាបានជួយថវិកាជាទៀងទាត់ក្នុងមួយឆ្នាំជាង$500 លានឆ្នាំខ្លះរហូតដល់ជាង$1000 លានសហរដ្ឋអាមេរិកឯណោះប្រាក់ជំនួយបរទេសទាំងនេះគឺសម្រាប់ជួយផ្ដល់សេវាសំខាន់មួយចំនួននៅកម្ពុជារួមមានសេវាសុខាភិបាលសេវាអប់រំដូចជាសង់សាលារៀនកសាងកម្មវិធីសិក្សាឲ្យមានគុណភាពការកសាងហេដ្ឋារចនាសម្ព័ន្ធមានដូចជាសាងសង់ផ្លូវស្ពាននិងការអភិវឌ្ឍជនបទជាដើមនេះមិនទាំងទាន់គិតដល់លុយដែលបានមកពីការកាប់ព្រៃឈើនិងការលក់សម្បត្តិធម្មជាតិដទៃទៀតនិងលុយខ្ចីបរទេសថាយកមកកសាងជាតិនិងមកសង់ការិយាល័យដ៏ធំស្កឹមស្កៃរបស់ខ្លួនរាប់ពាន់លាន$ទៀតផងមិនដឹងថាខ្មែរត្រូវសងគេប៉ុន្មានដំណរមនុស្សទៀតទេទើបរួចខ្លួននោះបើនិយាយពីការដឹងគុណវិញតាមស្ថានភាពជាក់ស្ដែងនៅកម្ពុជារាជប្រហែលជាមានគុណទៅលើអ្នកដឹកនាំឬមន្ត្រីធំជាងអ្នកដឹកនាំមានគុណទៅលើរាជបើទុកជាមេដឹកនាំខ្មែរទៅសុំលុយគេក៏យកមុខប្រជាពលរដ្ឋដែលក្រីក្រខ្វះខាតទៅជាសំអាងដែរគឺដោយសារប្រជាពលរដ្ឋកម្ពុជានេះហើយដែលសហគមន៍អន្តរជាតិគេអាណិតគេសុកចិត្តផ្ដាច់ពីមាត់ពីកយកមកជួយដល់ប្រជាពលរដ្ឋខ្មែរមិនមែនគេយកមកឲ្យលោកអ្នកកាន់ការទៅចាយវាយបម្រើជីវិតដ៏ហ៊ឺហាសង់វីឡា 4-5 នោះទេអ្នកខ្លះមានផ្ទះនៅក្នុងក្រុងសឹងពុនសន្តាគារហើយនៅមិនឆ្អែតទេទៅសង់ប្រាសាទនៅក្រៅក្រុងថែមទៀតក្រៅពីមានគុណលើអ្នកដឹកនាំប្រជារាស្ត្រខ្មែរហាក់ដូចជាអត់ធ្មត់
នឹងមានការសណ្ដោសប្រណីច្រើនណាស់ទៅលើក្រុមអ្នកដឹកនាំទាំងនោះដើរសួរមើលចុះលើកលែងតែអ្នកដែលបានផលប្រយោជន៍ពីអំពើទាំងនោះចេញអ្នកណាក៏ដឹងច្បាស់ថាមេដឹកនាំលក់សម្បត្តិធម្មជាតិមេដឹកនាំលួចលុយជំនួយបរទេសដែរគឺដឹងតាំងពីមុនអង្គការឃ្លាំមើលពិភពលោក Global Witness ចេញរបាយការណ៍ស្ដីអំពីខ្សែស្រឡាយអ្នកលួចជាតិនិងមុនបាយការណ៍រឿងលួចលុយ Global Fund នៅក្រសួងសុខាភិបាលទៅទៀតត្បិតពួកគាត់មើលឃើញការលួចកាប់កេងទាំងនោះស្រស់ផ្ទាល់នឹងភ្នែកតាមការធ្វើការជាមួយគ្នាឬមើលឃើញការកាប់បំផ្លាញធនធានធម្មជាតិទាំងនោះយ៉ាងអនាធិបតេយ្យនៅតាមសហគមន៍ដែលពួកគាត់រស់នៅជាពិសេសទៅទៀតពួកគាត់ដឹងដោយសារពួកគាត់ពិសាបាយនឹងចានមិនមែននឹងត្រឡោកដោយគេធ្លាប់គិតនោះទេលទ្ធផលសัญลักษณ์ឆ្នោតនាពេលថ្មីៗនេះជាទឹកតាំងស្រាប់នៅមានរឿងដទៃទៀតដែលអ្នកដឹកនាំនិងមន្ត្រីរដ្ឋាភិបាលតែងតែទាមទារឲ្យប្រជាពលរដ្ឋដឹងគុណជាញឹកញយណាស់ដែរនោះគឺការដែលរដ្ឋាភិបាលបានផ្ដល់សិទ្ធិខ្លះៗក្រោមការត្រួតពិនិត្យនិងឃ្លាំមើលយ៉ាងតឹងរ៉ឹងដូចជាសិទ្ធិក្នុងការទទួលនិងផ្សព្វផ្សាយព័ត៌មានឯករាជ្យសិទ្ធិក្នុងការបញ្ចេញមតិតាមការធ្វើបាតកម្មជាដើមតាមពិតសិទ្ធិទទួលនិងផ្សព្វផ្សាយព័ត៌មានដោយមិនមានការរារាំងជាសិទ្ធិមូលដ្ឋានដែលមានចែងក្នុងសេចក្តីប្រកាសជាសកលអំពីសិទ្ធិមនុស្សហើយដែលកម្ពុជាព្រមទទួលយកថាជាច្បាប់របស់ជាតិបើគ្រាន់តែផ្ដល់នូវសិទ្ធិមូលដ្ឋានឲ្យប្រជាពលរដ្ឋមិនទាំងទាន់បានផងតើនៅចង់ទារគុណស្រ័យអីទៀតមេដឹកនាំបែបនេះនៅប្រទេសខ្លះគេប្រកាសជាបោះឆ្នោតបណ្ដេញចេញពីតំណែងបាត់តាំងពីយូរយារណាស់ទៅហើយក៏ប៉ុន្តែនិយាយតាមពិតទៅប្រជាពលរដ្ឋខ្មែរនាំគ្នាបោះឆ្នោតទម្លាក់មេដឹកនាំបច្ចុប្បន្ននេះតាំងពី20ឆ្នាំមុនឯណោះគឺតាំងពីការបោះឆ្នោតក្រោមការគ្រប់គ្រងរបស់អ៊ុនតាក់នៅឆ្នាំ1993នោះម្លេះក៏ប៉ុន្តែគឺយុទ្ធសាស្ត្រក្រាញននៀលមិនព្រមចុះពីតំណែងតាមគ្រប់វិធីដោយមិនគោរពឆន្ទៈរបស់រាស្ត្ររួមនឹងការអត់ធ្មត់យោគយល់របស់ប្រជារាស្ត្រខ្មែរទេដែលរដ្ឋាភិបាលមុខដដែលនេះអាចមានវត្តមានដល់សប្តាហ៍ថ្ងៃបានដូចនេះតើនរណាគួរដឹងគុណនរណាបើសង្កេតឲ្យដិតដល់ទៅប្រជាពលរដ្ឋខ្មែរមានតម្រូវការតិចតួចណាស់ក្នុងជីវិតគាត់គ្មានចិត្តលោភលន់ហើយក៏ឆាប់អនុគ្រោះណាស់ដែរពួកគាត់មិនចាំបាច់មានវិឡា 4-5 ឬដីរាប់រយហិកតាដោយមេដឹកនាំទេឲ្យតែមានដបូលជ្រកមានសិទ្ធិសេរីភាពជាមូលដ្ឋានមានសុខសន្តិភាពក្នុងប្រទេសដើម្បីឲ្យយុវជនជាកូនចៅអាចរៀនសូត្រមានការងារធ្វើល្មមអ្នកស្រុកអាចរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតបានជាមធ្យមគាត់មិនជាទាមទារអ្វីធំដុំជាងនេះទៀតទេនរណាក៏ដោយឲ្យតែអាចធានាបានប៉ុណ្ណេះទុកជាមិនទៅចែកសរងពុំឲ្យគាត់ម្នាក់មួយឬឲ្យប៊ីចេងមួយកញ្ចប់ក្នុង5ឆ្នាំម្ដងក៏ពួកគាត់អាចនឹងបោះឆ្នោតឲ្យដែរបើចង់ប្រៀបធៀបវិញចង់ដឹងថាតើកម្ពុជាមានការរីកចម្រើនបែបណានោះគួរប្រៀបធៀបកម្ពុជាទៅនឹងប្រទេសជិតខាងក្នុងតំបន់មិនចាំបាច់ទៅប្រៀបធៀបជាមួយនឹងប្រទេសខ្លាំងក៏បានដែរកុំឲ្យវាដូចជាអន់ជាងគេពេកមើលប្រទេសភូមាឬមីយ៉ាន់ម៉ាដែលធ្លាប់ទៅនៅក្រោមការកាន់អំណាចផ្ដាច់ការរបស់ពួកយោធាអស់រយៈពេលជាងកន្លះសតវត្សរ៍ហើយទើបនឹងងាកមកដើរតាមគន្លងប្រជាធិបតេយ្យ2ឆ្នាំមុននេះសោះឥឡូវក៏ស្រាប់តែគេប្រគល់សិទ្ធិនិងផ្ដល់ឱកាសឲ្យប្រជាជនគេយ៉ាងទូលំទូលាយផ្នែកខ្លះដើរលឿនជាងប្រទេសកម្ពុជាក្នុងរយៈពេលមួយដ៏ខ្លីស្ថាប័នអាស៊ីសេរីផ្នែកភាសាភូមាជាឧទាហរណ៍ត្រូវបានរដ្ឋាភិបាលភូមាអនុញ្ញាតឲ្យផ្សាយទូរទស្សន៍ដោយផ្ទាល់ពីរដ្ឋធានី Washington ទៅកាន់ប្រទេសនេះនៅកម្ពុជាវិញតាំងពីមានកិច្ចព្រមព្រៀងក្រុងប៉ារីត្រួសត្រាយផ្លូវឲ្យដើរតាមគន្លងប្រជាធិបតេយ្យជាង20ឆ្នាំមកនេះនៅតែក្រស្ទើរតែរកហ្វ្រេកង់ឲ្យវិទ្យុឬទូរទស្សន៍ឯករាជ្យមួយមិនបានផងពីដំបូងអ្នកតាមដាននយោបាយនៅភូមានិងសហគមន៍អន្តរជាតិនៅមានការស្រពេចស្រពិលខ្លាចការផ្លាស់ប្ដូរនៅភូមាដើរតាមគំរូកម្ពុជានេះគឺមានន័យថាគេខ្លាចក្រែងភូមាគ្រាន់តែដោះអាវផ្ដាច់ការចេញរួចយកអាវប្រជាធិបតេយ្យមកគ្របលើដងខ្លួនជនផ្ដាច់ការដដែលក្នុងគោលបំណងស្វែងរកការទទួលស្គាល់និងបានទទួលជំនួយពីសហគមន៍អន្តរជាតិដោយមេដឹកនាំនៅកម្ពុជាដែរក៏ប៉ុន្តែភូមាបានធ្វើឲ្យការមន្ទិលសង្ស័យរបស់សហគមន៍អន្តរជាតិសាបរលាបបន្តិចម្ដងអ្វីត្បិតតែនៅភូមាមានការងារច្រើនទៀតដែលត្រូវធ្វើដូចជាបញ្ហាចំនួនសាសនាជាដើមក៏ភូមាបានបោះជំហានទៅមុខយ៉ាងលឿនបន្ទាប់ពីប្រទេសនេះបានបញ្ចប់ការកាន់អំណាចផ្ដាច់ការរបស់ពួកយោធានៅឆ្នាំ2011នៅចុងឆ្នាំ2013នេះភូមាបានប្រកាសដោះលែងអ្នកទោសនយោបាយទាំងអស់ក្នុងការប្រឆាំងនឹងអំពើពុករលួយវិញក៏ភូមាបានកែលម្អជាងនៅកម្ពុជាបើពិនិត្យមើលការស្រាវជ្រាវរបស់អង្គការដំឡាភិបអន្តរជាតិកាលពីឆ្នាំ2012ភូមាជាប់ចំណាត់ថ្នាក់លេខ172ក្នុងចំណោមប្រទេសដែលអង្គការនេះស្រាវជ្រាវទាំង174ប្រទេសកាលពីឆ្នាំ2012នោះភូមាសឹងតែជាប្រទេសដែលមានអំពើពុករលួយជាងគេលើពិភពលោកគឺពុករលួយជាងកម្ពុជាដែលទទួលចំណាត់ថ្នាក់លេខ157ទៅទៀត
មួយឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ2013ស្រាប់តែកម្ពុជាដណ្ដើមបានតំណែងជាប្រទេសពុករលួយជាងភូមាដោយធ្លាក់ដល់លេខ160ទៅវិញភូមាក៏ទៅជាគ្រាន់បើជាងកម្ពុជាដោយបានឡើងចំណាត់ថ្នាក់លេខ157វិញដូច្នេះការដែលរដ្ឋាភិបាលចេះតែយកសន្ទុះនៃការរីកចម្រើននៅកម្ពុជាទៅប្រៀបធៀបនឹងលេខ0នៃរបបខ្មែរក្រហមនោះប្រហែលអាចជាការប៉ុនប៉ងបង្វែរចំណាប់អារម្មណ៍កុំឲ្យប្រជាពលរដ្ឋអាក់អន់ចិត្តពេកនឹងមើលឃើញការរីកចម្រើននៃប្រទេសដទៃទៀតឬអាចគ្រាន់តែជាការរំលេចឲ្យឃើញនៅគុណរបស់ខ្លួនដែលខំក្រាញកាន់អំណាចមកដល់ពេលនេះនៅក្នុងយុគសម័យកុំព្យូទ័រទៅហើយទោះជាមានការរារាំងនិងការខិតខំបង្វែរសាច់រឿងយ៉ាងណាក្តីប្រជាពលរដ្ឋនៅតែអាចមានលទ្ធភាពស្វែងរកព័ត៌មានពិតបានជានិច្ចក្នុងបរិបទនេះរបររកស៊ីលក់ថ្នាំស្រែងរបស់គីងគក់នោះអាចលែងកាក់កបទៀតហើយត្បិតបើពពាយនាយតាមវិទ្យុទូរទស្សន៍របស់ខ្លួនគេនាំគ្នាបិទចោលហើយបើប្រើកូនក្អុកកូនក្អាត់ឲ្យជួយពពាយនាយលក់តាមបណ្ដាញទំនាក់ទំនងសង្គមដែលគេអាចមានប្រតិកម្មតបវិញគេមិនត្រឹមតែមិនទិញទេគេនាំគ្នាជេរប្រតិចដាក់ផ្ដាសាថែមទៀតផងដូច្នេះអាចលមមដល់ពេលដែលគីងគក់ដឹងខ្លួនថាការខំស្រែកពពាយនាយលក់ថ្នាំស្រែងរបស់ខ្លួនលែងមានប្រសិទ្ធភាពតទៅទៀតហើយខ្ញុំជុនច័ន្ទបុត្រ Vithu Azizi Serai Washington